សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងសង្គមសម័យទំនើបយើងរីករាយនឹងភាពសម្បូរបែបនៃសម្ភារៈដែលមិនធ្លាប់មានពីមុនមកប៉ុន្តែជារឿងចម្លែកដែលមនុស្សជាច្រើនត្អូញត្អែរអំពីភាពឯកោដ៏ជ្រាលជ្រៅយើងហាក់ដូចជាត្រូវបានទឹកជាប់ជានិច្ចតាមរយៈទូរស័ព្ទដៃនិងបណ្ដាញសង្គមប៉ុន្តែនៅពេលជួបការលំបាកយើងច្រើនតែមានអារម្មណ៍ថាឯកោជាងមុនព្រោះគ្មាននរណាម្នាក់ដែលយើងអាចបើកចិត្តនិយាយប្រាប់បានពិតប្រាកដទោះជាយ៉ាងណាក៏ដោយយើងអាចឃើញទម្រង់ដ៏ស្រស់ស្អាតបំផុតនៃការនៅជាមួយគ្នានៅក្នុងរឿងបុណ្យណូអែលនៅក្នុងព្រះគម្ពីរម៉ាថាយចំពុក1យូសេបមានការតក់ស្លុតយ៉ាងខ្លាំងនៅពេលដឹងថាម៉ារ៉ាមានផ្ទៃពោះតាមទំនៀមទម្លាប់នៅពេលនោះគាត់អាចចោទប្រកាន់នាងជាសាធារណៈបានប៉ុន្តែដោយសារគាត់ជាមនុស្សសុចរិតគាត់មានបំណងចង់ផ្ដាច់ទំនាក់ទំនងដោយស្ងាត់បន្ទាប់មកទេវតាបានលេចមកក្នុងសុបិនហើយប្រាប់គាត់ថារឿងនេះជាផែនការរបស់ព្រះជាម្ចាស់ចិត្តរបស់យូសេបបានផ្លាស់ប្ដូរគាត់បានទទួលយកម៉ារ៉ាហើយសម្រេចចិត្តនៅជាមួយនាងរហូតដល់ទីបញ្ចប់ព្រះគម្ពីរលូកាចំពុក2បង្ហាញពីរបៀបដែលការសម្រេចចិត្តនោះត្រូវបានអនុវត្តតាមរយៈសកម្មភាពដោយសារបញ្ជីចុះឈ្មោះជំរឿនរបស់អធិរាជរ៉ូមយូសេបត្រូវធ្វើដំណើរជាង130គីឡូម៉ែត្រពីភូមិណាសារ៉េតទៅភូមិបេតលេហឹមការនាំម៉ារ៉ាដែលមានផ្ទៃពោះគ្រប់ខែទៅជាមួយមិនមែនជាជម្រើសងាយស្រួលនោះទេផ្លូវដ៏លំបាកខ្សែភ្នែករិះគន់និងការព្រួយបារម្ភអំពីការសម្រាលកូនដែលខិតជិតមកដល់អ្វីទាំងអស់ប្រកាសជាបន្ទុកដ៏ធ្ងន់ប៉ុន្តែយូសេបមិនបានទុកម៉ារ៉ាឲ្យនៅម្នាក់ឯងនោះទេយូសេបបានឡើងទៅក្រុងបេតលេហឹមជាមួយម៉ារ៉ាលូកា2:5ពាក្យថាជាមួយភាសាក្រិកសូនមិនមែនមានន័យថាគ្រាន់តែនៅកន្លែងតែមួយនោះទេប៉ុន្តែវាមានន័យថាការរួមវាសនាការចែករំលែកទុក្ខលំបាកនិងការផ្សារភ្ជាប់គ្នាយ៉ាងជ្រាលជ្រៅសម្រាប់យូសេបម៉ារ៉ាគឺជាដៃគូដ៏មានតម្លៃដែលព្រះជាម្ចាស់បានប្រគល់ឲ្យហើយតាមរយៈការនៅជាមួយគ្នានោះដំណើរដ៏នឿយហត់មិនមែនគ្រាន់តែជាផ្លូវនៃទុក្ខវេទនានោះទេប៉ុន្តែបានក្លាយជាផ្លូវដ៏វិសុទ្ធដើម្បីទទួលអង្គសង្គ្រោះតើយើងមិនមានមនុស្សបែបនោះនៅជុំវិញខ្លួនទេគ្រួសារមិត្តភក្តិសហការីទោះបីជាពេលខ្លះពួកគេអាចធ្វើឲ្យយើងមានអារម្មណ៍មិនស្រួលឬរំខានក៏ដោយក៏ព្រះជាម្ចាស់សប្បុរសតែចង់នៅជាមួយយើងតាមរយៈពួកគេនិងនៅជាមួយពួកគេតាមរយៈយើងហើយបេះដូងនៃរឿងទាំងអស់នេះគឺជាការនៅជាមួយគ្នាដែលអស្ចារ្យបំផុតនោះគឺព្រះយេស៊ូវដែលជាតួអង្គសំខាន់នៃបុណ្យណូអែលព្រះជាម្ចាស់មិនមែនជាអ្នកដែលគ្រាន់តែមើលយើងពីចម្ងាយនៅពេលយើងឯកោនឹងរងទុក្ខនោះទេផ្ទុយទៅវិញទ្រង់បានលះបង់បល្ល័ង្កស៊ូកុសហើយយាងចុះមកក្នុងស្នុកសត្វដ៏ទាបបំផុតដើម្បីសម្រេចចិត្តនៅជាមួយយើងព្រះនាមរបស់ទ្រង់គឺអេម៉ានូអែលដែលមានន័យថាព្រះជាម្ចាស់គង់នៅជាមួយយើងតើអ្នកកំពុងដើរកាត់ផ្លូវងឹតនៃជីវិតមែនទេតើអ្នកកំពុងផ្ទុកបន្ទុកដែលធ្ងន់ពេកមិនអាចទ្រាំទ្របានតែម្នាក់ឯងមែនទេព្រះយេស៊ូវបានយាងមកកន្លែងនោះដើម្បីរួមវាសនាជាមួយយើងសូម្បីតែការរួមចំណែករែកពុនការឈឺចាប់នៅលើឈើឆ្កាងជាមួយយើងផងដែរបុណ្យណូអែលឆ្នាំនេះអ្វីដែលយើងចង់ស្ដារឡើងវិញពិតប្រាកដមិនមែនជាការតុបតែងដ៏ប្រណិតឬកាដូនោះទេប៉ុន្តែគឺជាបេះដូងដែលនៅជាមួយគ្នាជាមួយអ្នកដទៃនិងបេះដូងដែលទទួលយកព្រះយេស៊ូវដែលគង់នៅជាមួយយើងជានិច្ចសូមឲ្យបុណ្យណូអែលនេះជាបុណ្យណូអែលដ៏កក់ក្ដៅដែលយើងកាន់ដៃគ្នាក្នុងព្រះយេស៊ូវនិងចែករំលែកការលួងលោមនិងក្តីសង្ឃឹមដ៏ពិតប្រាកដខ្ញុំសូមប្រទានពរដល់អ្នកក្នុងព្រះនាមព្រះយេស៊ូវអេម៉ានូអែល